អីយ៉ាស្ថាបនិកគុណខ្មែរ All Star ដែលប្រិមិត្តស្គាល់យ៉ាងច្បាស់ដូចថ្ងៃនោះគឺលោកគ្រូសុនលីតបានវិលចូលគុណខ្មែរវិញហើយប្រិមិត្តទាំងអស់គ្នាហើយប្រិមិត្តប្រកាសជាចង់ដឹងថាតើហេតុអ្វីលោកគ្រូបានជាបាត់មុខមួយរយៈថាតើហេតុអ្វីបានជាលោកគ្រូបានរំសាយក្លឹបប្រដាល់គុណខ្មែរបាទថាតើហេតុអ្វីបានជាលោកគ្រូបាទចាក់ចេញពីគុណខ្មែរដែលអ្នកខ្លះគាត់មិនដឹងមូលហេតុអញ្ចឹងនៅពេលនេះគឺលោកគ្រូសុនលីតបានចេញមុខបញ្ជាក់បាទទូទ្រុសចំតែម្ដងដែលធ្វើឲ្យប្រិមិត្ត fan គុណខ្មែរមួយចំនួនគាត់មិនទាន់បានដឹងអញ្ចឹងមកបាទស្ដាប់ទូទ្រុសជាមួយខ្ញុំបាទតែបានស្ដាប់លោកគ្រូនិយាយចំពីការបង្ហោះពី admin ធំតែម្ដងអញ្ចឹងខ្ញុំបាទភក្ត្រាគុណខ្មែរសូមលំអរកាយគោរពជំរាបសួរទៅដល់ប្រិមិត្តទាំងអស់គ្នាដែលនិយមតាមដាននៅក្នុងបណ្ដាញសង្គមជាទីគោរពនិងជាទីស្រឡាញ់តែម្ដងប្រិមិត្តដែល fan គុណខ្មែរបាទប្រកាសជាស្គាល់លោកគ្រូសុនលីតដែលជាស្ថាបនិកគុណខ្មែរ All Star ដែលបាទតែងតែប្រពកម្មវិធីគុណខ្មែរ All Star វគ្គ1វគ្គ2វគ្គ3វគ្គ4ពិមិត្តណាបាទគឺតម្លៃគុណកីឡាករទៀតសតគឺខ្ពស់មែនទែនបាទការកត់រៀបចំគឺស្ថាននេះគឺមិនទាន់ឲ្យតម្លៃខ្លួនណាដូចជាបាទតម្លៃខ្លួនការប្រកួតនៅកម្មវិធីគុណខ្មែរ All Star របស់លោកគ្រូសុនលីតនោះទេហើយគាត់ពិតជាលះបង់ដើម្បីគុណខ្មែរច្រើនមែនតែប្រិមិត្តដែល fan ដែលតាមដានប្រដាល់គុណខ្មែរប្រកាសជាដឹងពីការលះបង់របស់លោកគ្រូបាទពិតជាធំធេងហើយនៅពេលនេះគឺលោកគ្រូបានវិលចូលគុណខ្មែរវិញគាត់ថាគាត់នឹងបង្កើតក្លឹបគុណខ្មែរបាទឡើងវិញអញ្ចឹងគឺប្រិមិត្តកុំភ្លេចជួយគាំទ្រគាត់ទាំងអស់គ្នាហើយប្រិមិត្តដែលជា fan គុណខ្មែរប្រកាសជាចង់ដឹងថាតើហេតុអ្វីបានជាលោកគ្រូបាទឈប់ពីប្រដាល់គុណខ្មែរបាទរំសាយក្លឹបអញ្ចឹងទៅអញ្ចឹងគឺរឿងលោកគ្រូគាត់មិនបញ្ជាក់ច្រើនទេប្រិមិត្តទាំងអស់គ្នាគាត់បញ្ជាក់បាទត្រុសតែប៉ុណ្ណោះប្រិមិត្តណាបាទទី1គឺដោយសារតែគាត់មានបញ្ហាការងារផ្ទាល់ខ្លួនមមាញឹកពេកមមាញឹកហើយទី2គឺដោយសារតែបាទបញ្ហាបាទផ្លូវក្នុងប្រិមិត្តបាទផ្លូវក្នុងពិបាកអ្វីមួយប្រិមិត្តណាបាទផ្លូវក្នុងប្រិមិត្តប៉ុណ្ណឹងប្រិមិត្តកាត់យល់បានប្រិមិត្តណាអញ្ចឹងគឺលោកគ្រូក៏បានរំសាយក្លឹបនៅពេលនោះតែម្ដងបាទអាចថាគាត់មានបញ្ហាអ្វីមួយយើងមិនដឹងទេប្រិមិត្តគាត់ថាពេលនោះគឺលោកគ្រូបាទគាត់ថាមានការងារមមាញឹកខ្លាំងមែនទេអញ្ចឹងគឺគាត់បញ្ជាក់ថាប៉ុណ្ណឹងអញ្ចឹងប្រិមិត្តបាទទទួលជ្រាបទាំងអស់គ្នាហើយកុំភ្លេចជួយគាំទ្រពីការមករៀបចំក្លឹបប្រដាល់គុណខ្មែរថ្មីរបស់លោកគ្រូសុនលីតដែលគាត់ជាស្ថាបនិកគុណខ្មែរ All Star ដែលឲ្យតម្លៃខ្លួនកីឡាករគុណខ្មែរដំបូងគេមកអស់បាទនៅកម្ពុជាយើងដែលបានតម្លៃខ្លួនខ្ពស់ក្នុងកម្មវិធីការប្រកួតប្រិមិត្តកីឡាករបានខ្ទង់ពាន់ដុល្លារតាំងពីតាមក្លឹបតាមស្ថានីយ៍មិនទាន់ឲ្យដល់ខ្ទង់ពាន់ផងអញ្ចឹងគឺគាត់ឲ្យខ្ពស់មែនទេអញ្ចឹងនៅពេលនេះគឺទៀតសោតគឺកីឡាករគុណខ្មែរយើងគឺបានតម្លៃខ្លួនគឺកប់ហើយប្រិមិត្តណាបាទកប់ហើយដោយសារតែមានការគាំទ្រពីប្រិមិត្ត fan គុណខ្មែរគេដូចជាបាទអ្នកប្រពនៃកម្មវិធីគាត់ដំឡើងបាទតម្លៃខ្លួនកីឡាករប្រិមិត្តអញ្ចឹងគឺបាទក៏បានហក់លោតទៅតាមនឹងប្រិមិត្តអញ្ចឹងគឺទីផ្សារគឺឡើងលឿនមែនទែនធ្វើឲ្យបាទទីផ្សារគុណខ្មែររបស់យើងគឺអ្នកប្រដាល់គុណខ្មែរកំពុងតែបាទគឺបាទប្រម៉ូបាទគឺទ្រព្យធនធានគឺចាប់ផ្ដើមចូលមកឲ្យគាត់ខិតខំប្រឹងប្រែងបាទបានទាំងកិត្តិយសបានទាំងថវិកាចិញ្ចឹមគ្រួសារបានទាំងបាទជួយប្រម៉ូទគុណខ្មែរដើម្បីគេស្គាល់គុណខ្មែរកាន់តែច្បាស់បាទអាហ្នឹងជារូបប្រិមិត្តណាអញ្ចឹងមកគាត់ខិតខំប្រឹងប្រែងហាត់ទៅក៏ល្អមួយយ៉ាងដែរអញ្ចឹងនៅពេលនេះគឺលោកគ្រូក៏បានបើកក្លឹបថ្មីប្រិមិត្តទាំងអស់គ្នាតែយើងមិនទាន់ដឹងថានៅថ្ងៃណាទេហើយគាត់ប្រកាសចូលគុណខ្មែរវិញប្រិមិត្តអញ្ចឹងប្រិមិត្តសង្ឃឹមថាប្រិមិត្ត fan គុណខ្មែរចាស់កុំភ្លេចគាំទ្រទាំងអស់គ្នាហើយប្រិមិត្តបើមានមតិយោបល់យ៉ាងម៉េចអាច comment នៅខាងក្រោមវីដេអូនេះបានទាំងអស់គ្នាដោយសារតែនេះក៏ជាដំណឹងត្រុសពីលោកគ្រូតែប៉ុណ្ណោះហើយខ្ញុំបាទក៏សូមជូនពរលោកគ្រូសុនលីតបាទគាត់បើកក្លឹបប្រដាល់ថ្មីបាទសង្ឃឹមថានឹងបាទល្អប្រសើររលូនបាទមិនមានការរាំងស្ទះអ្វីទាំងអស់បាទសូមឲ្យរលូនបាទក៏ដូចជារីកចម្រើនឆាប់រហ័សផងដែរអរគុណខ្ញុំបាទភក្ត្រាគុណខ្មែរមានវីដេអូចែកចម្លែកប្រិមិត្ត fan គុណខ្មែរមានតែប៉ុណ្្នឹងទេបើសិនជាលើកទៅខុសទាស់ដោយប្រការណាមួយសូមមេត្តាខន្តីនិងអភ័យទោសផងបាទហើយបើសិនជាខុសទាស់អាច comment ស្ថាបនាទាំងអស់គ្នានៅខាងក្រោមវីដេអូហើយបើសិនជាពេញចិត្តពីការអធិប្បាយរបស់ខ្ញុំបាទកុំភ្លេចចុចពាក្យជានិងពាក្យ subscribe នៅ channel YouTube admin ម្នាក់មួយដើម្បីទទួលបាននៅវីដេអូវិភាគគុណខ្មែរក៏ដូចជាវីដេអូព័ត៌មានទូទៅផងដែរអរគុណមកជួបគ្នានៅវីដេអូក្រោយ